ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាប់រឿងតព្រះអង្គរាជតាមសម្លាប់ភ័ក្រ2មុនយើងចូលសាច់រឿងអ្នកគ្នាជួយ like និងចុង comment ម្នាក់មួយផងតែយើងសាច់រឿងហ្មងទៅពេលនោះវេយន្សានគាត់បាននិយាយថាតើខ្ញុំនៅទីណានឹងពេលនោះវេយន្សានក៏បានឈឺមុខរបួសយ៉ាងខ្លាំងហើយគាត់បានស្រែកយ៉ាងលឺតែម្ដងពេលនោះយុននូក៏បានបើកទ្វារហើយបាននិយាយថាមានអ្វីកើតឡើងទៅពេលនោះវេយន្សានក៏បានគិតក្នុងចិត្តថាហាធាតុករចាប់ខ្ញុំមកមែនតើឯងកំពុងចង់ធ្វើអ្វីនឹងហាកុំមកចិត្តយើងអីពេលនោះយុននូយើងគៀងយ៉ាងខ្លាំងពេលសម្ដីវេយន្សានតែម្ដងពេលនោះយុននូយើងក៏បានប្រែទឹកមុខយ៉ាងខ្លាំងហើយបាននិយាយថាកុំខ្លាចអីខ្ញុំគឺជាមនុស្សល្អទេពេលនោះវេយន្សានក៏បាននិយាយថាខ្ញុំមើលមុខអ្នកមិនដូចចាញ់ជាមនុស្សល្អសោះនោះវេយន្សានក៏បាននិយាយបន្ថែមទៀតថាបើអ្នកញញឹមមិញអ្នកគួរឲ្យខ្លាចណាស់បើអ្នកមិនញញឹមគួរឲ្យមិនសូវខ្លាចប៉ុន្មានទេពេលនោះយុននូរបស់យើងក៏បានថាអូពេលនោះវេយន្សានក៏បានសួរសំណួរមួយតើអ្នកគឺជាពីណាគេពេលនោះយុននូក៏បានណែនាំខ្លួនថាខ្ញុំឈ្មោះយុននូគឺជាធាតុករលាក់មុខថាម៉េចគាត់គឺជាធាតុករអញ្ចឹងគាត់មិនមែនជាមនុស្សល្អទេយើងត្រូវតែប្រុងប្រយ័ត្នជាងនេះពេលនោះវេយន្សានក៏បាននិយាយថាតើអ្នកចាប់ចង្រិតខ្ញុំចេញពីរោមរាជវាំងមែនទេអ្នកចាប់ខ្ញុំមកធ្វើអ្វីបើខ្ញុំជាយុននូលើពាក្យសម្ដីនឹងអីវ៉ាន់ខ្ញុំសុំចាក់វេយន្សានមកកបិតឲ្យងាប់បងទៅគ្នាខំជួយខ្លួនឡើងពីរ3ដងហើយមកចោលគ្នាអ្នកចាប់ចង្រិតណាឆ្កុយពេលនោះវេយន្សានក៏បានគិតទៀតថាគ្មានផ្លូវណាគាត់ជាមនុស្សល្អទេពេលនោះវេយន្សានយើងក៏បានគិតបែបផ្ដាស់ទៀតថាយុននូនឹងចាប់អារម្មណ៍រាងកាយរបស់គាត់ហើយនឹកមុខសង្ហារបស់គាត់ខ្លាំងណាស់បានចាប់ចម្រិតគាត់មកទីនេះពេលនោះយុននូយើងការអត់ធ្មត់មានដៃកំណាត់ក៏ដាក់មួយដៃចំក្បាលវេយន្សានតែម្ដងពេលនោះវេយន្សានបាននិយាយថាសួរគាត់ខ្មាស់អៀនហើយដែលខ្ញុំនិយាយវាត្រូវខានណាគេទឹកមុខយុននូខ្លាំងមែនតែនពេលនោះយុននូក៏បាននិយាយថាអ្នកមិនចាំទេថាអ្នករងរបួសតាមរបៀបណាពេលនោះវេយន្សានក៏បាននិយាយថាហាអញ្ចឹងមិនមែនជាអ្នកចាប់ខ្ញុំមកទេឬពេលនោះយុននូក៏បានគិតក្នុងចិត្តថាយីអាប៉ែកនេះវាត្រឡប់ថយវេលាថយក្រោយទៅវិញទៅមកបានវាប៉ះពាល់ខួរក្បាលហ្នឹងវេយន្សាននេះពេលនោះយុននូក៏បានបកស្រាយប្រាប់វេយន្សានថារបួសរបស់អ្នកមិនមែនខ្ញុំអ្នកធ្វើនោះទេពេលនោះយុននូក៏បានសម័យយើងមើលថាព្រះអង្គវូនិងព្រះអង្គម្ចាស់ទី2បានខົບខិតគ្នាទម្លាក់រាជហើយនឹងបានយកព្រះរមរាជវាំងគឺជាកន្លែងបង្ហូរឈាមគ្មានពីណាគេរួចជីវិតនៅក្នុងព្រះបរមរាជវាំងនោះទេពួកគេសម្លាប់មនុស្សមិនរើសមុខនោះទេពេលនោះយុននូក៏បាននិយាយបន្ថែមទៀតថាវេយន្សានអ្នកក៏បានរត់ចេញពីបរមរាជវាំងពេលនោះព្រះអង្គវូក៏បានក្រងរាជហើយក៏បានជូគេតាមសម្លាប់លោកណាព្រះអង្គវេយន្សានពេលនោះយុននូក៏បាននិយាយទៅវេយន្សានថាខ្ញុំនៅទីនេះដើម្បីការពារអ្នកពេលនោះវេយន្សានក៏បានឆ្លើយតបទៅយុននូថាអញ្ចឹងអ្នកមិនមែនជាធាតុករទេហើយអ្វីអ្នកស្គាល់តសញ្ញាណខ្ញុំអញ្ចឹងពេលនោះហានយុននូក៏បានគៀងពាក្យសម្ដីមកនឹងសពមិនទៅវេយន្សានមកតែនឹងចោទគេធាតុកររហូតពេលនោះយុននូក៏បាននិយាយថាកុំនិយាយច្រើនពេកអ្នកប្រញាប់ពេកអីវ៉ាន់ចេញទៅពួកយើងត្រូវតែចេញពីកន្លែងនេះពេលនោះវេយន្សានក៏បានសួរថាតើយើងវិយអីវ៉ាន់ទៅណាពេលនោះយុននូក៏បានឆ្លើយតបថាយើងត្រូវទៅទីក្រុងអន្តរាជពេលនោះវេយន្សានក៏បាននិយាយថាតើស្ដេចអូគាត់នៅទីក្រុងដែរឬទេបើខ្ញុំទៅដោយបញ្ជូនខ្ញុំទៅស្លាប់អញ្ចឹងពេលនោះវេយន្សានក៏បាននិយាយបន្ថែមទៀតថាស៊ូនីស្ដេចអូគេបញ្ជាអ្នកឲ្យមកសម្លាប់ខ្ញុំហើយពេលនោះយុននូក៏បាននិយាយថាអូបើខ្ញុំចង់សម្លាប់អ្នកខ្ញុំមិនបាច់និយាយស្មុគស្មាញជាមួយអ្នកទេខ្ញុំនឹងសម្លាប់អ្នកភ្លាមហើយពេលនោះវេយន្សានក៏បាននិយាយទៀតថាអូមិនបាច់ទេខ្ញុំដឹងថាយុននូឯងអ្នកការពាររបស់ខ្ញុំហើយពេលនោះយុននូក៏បានដកដង្ហើមធំយ៉ាងខ្លាំងហើយបាននិយាយថាការនាំអ្នកទៅទីក្រុងអន្តរាជគឺការសម្រេចចិត្តត្រឹមត្រូវហើយស្ដេចអូគឺជាស្ដេចដែលមានភាពឆេវឆាវនិងមានអំណាចខ្លាំងក្លាឥឡូវគាត់ខ្លាចជាអន្តរាជគ្រប់គ្រងនៅក្នុងទីក្រុងអន្តរាជហើយអ្នកចង់រត់ដល់ចុងមេឃដល់កន្លែងណាក៏ដោយអ្នកចង់ពូនកន្លែងណាក៏ដោយស្
តាច់អូក៏ត្រូវតែបញ្ជាគេមកតាមសម្លាប់អ្នកហើយមានតែអ្នកទៅទីក្រុងអធិរាជវិញដើម្បីដណ្ដើមរាជបានជីវិតអ្នកមានភាពរុងរឿងនៅក្នុងជីវិតពេលនោះវេជ្ជសានក៏បាននិយាយថាខ្ញុំមានអារម្មណ៍ថាពាក្យសម្ដីអ្នកនិយាយមកមិញខ្ញុំធ្លាប់និយាយវាម្ដងរួចហើយពេលនោះយិននូយើងក៏បាននិយាយថាឃ្លានេះអ្នកធ្លាប់និយាយវាដំបូងរួចហើយពេលនោះវេជ្ជសានក៏បាននិយាយថាខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដែលលើពាក្យសម្ដីនេះខ្ញុំធ្លាប់និយាយពីមុនទេពេលនោះយិននូក៏បានគិតក្នុងចិត្តថាអ្នកមិនចាំទេព្រោះឯងអ្នកធ្លាប់និយាយម្ដងហើយព្រោះវាការស្ដាប់អ្នកច្រើនដងពេកវាវិលចុះវិលឡើងអាចអ្នកបាត់ការចងចាំអញ្ចឹងហើយពេលនោះវេជ្ជសានក៏បានសួរយិននូថាតើផ្លូវទៅទីនោះគ្រោះថ្នាក់ដែរឬទេហើយមានមនុស្សមកសម្លាប់ខ្ញុំដែរឬទេពេលនោះយិននូយើងក៏បាននិយាយថាគ្មានផ្លូវណាដែលមានសុវត្ថិភាពនោះទេពេលនោះយិននូយើងក៏បាននិយាយថាមកដល់ហើយពេលនោះវេជ្ជសានក៏បានសួរថាមានអ្វីមកទៅពេលនោះវេជ្ជសានយើងក៏បាននិយាយបន្ថែមទៀតថាអីយ៉ាខ្ញុំមានអារម្មណ៍ថាការងារអ្នកបន្ថែមម៉ោងគឺជាគ្រូទាយតានេះ